បាទសូមអនុញ្ញាតក្រុមជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តតាមដានទស្សនានៃការអនុវត្តឆ្នាំខ្មែរប្រចាំថ្ងៃសូមស្វាគមន៍ពុកម៉ែបងប្អូនសាជាថ្មីមកកាន់ Channel ឆ្នោតដង្ហើម2ទៀតហើយបាទចឹងថ្ងៃនេះផងដែរត្រូវនៅថ្ងៃទី14ខែ8ឆ្នាំ2026បាទហើយមានក៏បាននាំជាមួយនឹងលេខល្អៗសម្រាប់មកចែកជូនពុកម៉ែបងប្អូនទៅសងសំណាងទៀតហើយបាទចឹងសម្រាប់ការតម្រុយរបស់មានការពីម្សិលមិញគឺថាបានចូលទៀតហើយពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទចឹងមុននឹងឈានទៅដល់ការចែកជូននៅតម្រុយថ្ងៃថ្មីយើងមកមើលជាមួយតម្រុយការពីម្សិលមិញបន្តិចសិនពុកម៉ែបងប្អូនយើង បាទចឹងសម្រាប់ខ្ទង់អូសកាលពីម្សិលមិញយើងមាន8គត់5គត់បាទចំពោះលេខតូចយើងមាន28 37 51និង84ចំពោះលេខធំយើងមាន206និង168បាទចឹងស្រាប់តម្រុយរបស់មានការពីម្សិលមិញផងដែរបាទចំពោះខ្ទង់អូសយើងបានចូលទាំងពីរខ្ទង់តែម្ដងបងប្អូនយើងបាទទាំងខ្ទង់8ក៏ដូចជាខ្ទង់5បាទបានចូលទាំងពីរខ្ទង់តែម្ដងបាទស្រាប់លេខតូចគឺយើងបានចូលតែលេខ51មកគ្រាប់ទេបងប្អូនយើងទាំងគ្នាបាទស្រាប់លេខតម្រុយផ្សេងៗទៀតបាទគឺថាស៊ីមួយលេខបងប្អូនយើងបាទឲ្យមានស្ដាយមែនតើ បាទចំពោះលេខធំគឺយើងអាចបានចូលទេម៉ែបងប្អូនយើងបាទហើយមានក៏សូមការអធិស្ឋានពីសំណាក់បងប្អូនយើងទាំងអស់គ្នាផងបាទអញ្ចឹងកុំឲ្យបងប្អូនយើងរងចាំយូរបាទយើងទៅមើលជាមួយតម្រូវថ្ងៃថ្មីទាំងអស់គ្នាបាទអញ្ចឹងអាចមានសុំលុបលេខថ្ងៃចាស់ចោលសិនបាទដើម្បីដាក់ចែកជូននៅតម្រូវថ្ងៃថ្មីតែម្ដងបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងទស្សនាបាទកុំភ្លេចជួយចុចឲ្យមេដៃនិងចុចជាវនៅលើ Channel បាទមានម្នាក់មួយផងបងប្អូនយើងបាទហើយសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងទស្សនានៅលើ Page បាទកុំភ្លេចជួយចុច Like និងចុច Share Follow ឲ្យមានម្នាក់មួយផងបាទឲ្យមានអរគុណទុកជាមុនផងដែរបាទចឹងសម្រាប់ថ្ងៃថ្មីនេះផងដែរបាទចំពោះលេខតូចឲ្យមានឲ្យលេខនៅលេខ25បាទសម្រាប់គ្រាប់ទី2គឺ81បាទសម្រាប់គ្រាប់ទី3បងប្អូនយើងបាទគឺ49និងមួយគ្រាប់ខាងក្រៅគេគឺ58បាទចំពោះលេខធំឲ្យមានឲ្យលេខនៅលេខ849បាទនិងមួយគ្រាប់ទៀតគឺ012បាទហើយចំពោះខ្ទង់អូសបាទឲ្យមានឲ្យលេខនៅខ្ទង់8បាទនិងមួយគ្រាប់ទៀតឲ្យមានឲ្យអូសលេខនៅខ្ទង់40បាទអញ្ចឹងអត់មានក៏សង្ឃឹមថាពុកម៉ែបងប្អូនយើងទាំងគ្នាស្រឡាញ់នឹងពេញចិត្តតម្រុយរបស់មានផងដែរបាទនឹងបានយកទៅសងសំណាងគ្រប់គ្នាតែម្ដងបាទហើយសម្រាប់លេខខ្ទង់អូពុកម៉ែបងប្អូនយើងបាទស្រឡាញ់ពេញចិត្តនៅលេខមួយណាអាចយកលេខមួយនោះផ្សំសំណាងបានហើយចំពោះលេខតូចពុកម៉ែបងប្អូនយើងគួរតែឡើងមួយលេខចុះមួយលេខឬមួយក៏គុណត្រឡប់ទៅបាទអញ្ចឹងការអធិប្បាយនៃការឲ្យតម្រុយរបស់មានថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់ហើយមានក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនយើងទាំងគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនានៃការឲ្យតម្រុយរបស់មានបាទហើយមានក៏សូមជូនពរហេងសំណាងល្អគ្រប់គ្នាតែម្ដងអញ្ចឹងជួបគ្នាជាមួយមីម្ដងទៀតនៅថ្ងៃស្អែកតាមពេលវេលានៅម៉ោងដដែលបាទដែលមានសូមអរគុណនិងសូមគោរពលា